សួស្តីពុកម៉ែបងប្អូនឥឡូវខ្ញុំមកដល់ស្រុកខ្ញុំវិញហើយខែកញ្ញាខ្ញុំធ្វើដំណើរលេងបាន3ប្រទេសខ្ញុំចូលស្រុកឥណ្ឌូស្រុកម៉េឡេហើយនិងស្រុកខ្មែរឥឡូវខ្ញុំចង់ប្រៀបធៀប3ប្រទេសហ្នឹងទាំងទេសភាពទាំងប្រជាជនហើយនិងម្ហូបស្រុកខ្ញុំចូលមុនស្រុកឥណ្ឌូកោះបាលីបាទកោះបាលីវាស្អាតខ្លាំងបងប្អូនគេមានទឹកសមុទ្រពណ៌ខៀវទឹកថ្លាស្អាតខ្លាំងហើយខ្ញុំធ្វើដំណើរច្រើនកន្លែងនៅកោះហ្នឹងខ្ញុំឡើងភ្នំមួយមានវាលស្រូវលើភ្នំអូខ្ញុំមិនដែលឃើញទេទេសភាពស្អាតហើយជិះឡានតាមផ្លូវនិយាយត្រង់ខ្ញុំអ្នកឃើញស្រុកខ្មែររហូតស្តៀងស្រុកខ្មែរអញ្ចឹងខ្ញុំឲ្យទេសភាព910ហើយនិយាយពីប្រជាជននៅឥណ្ឌូរស់រាយខ្លាំងខ្ញុំដើរតាណាក៏ជួបមនុស្សល្អខ្លាំងអញ្ចឹងខ្ញុំឲ្យ910ដូចគ្នាហើយនិយាយពីម្ហូបខ្ញុំថាម្ហូបធម្មតាស្តៀងម្ហូបចិនស្តៀងម្ហូបថៃម្ហូបអីតែខ្ញុំថាធម្មតាទេខ្ញុំឲ្យ610បន្ទាប់ពីឥណ្ឌូខ្ញុំទៅម៉េឡេយើងនៅទីក្រុងកូវ៉ាឡាលំពួរខ្ញុំថាទីក្រុងគេស្អាតអត់សូវញ៉ៃដូចទីក្រុងធំនៅប្រទេសផ្សេងមានឡានច្រើនអត់សូវមានម៉ូតូហើយមានអគារខ្ពស់អត់សូវមានសម្រាមអត់សូវមានអីខ្ញុំថាស្រុកហ្នឹងទេសភាពខ្ញុំឲ្យ7/10ហើយប្រជាជនខ្ញុំអត់សូវចង់និយាយប៉ុន្តែខ្ញុំថាអត់សូវរស់រាយដូចកន្លែងផ្សេងខ្ញុំឲ្យតែ5/10ទេហើយម្ហូបម៉េឡេខ្ញុំប្រាប់ត្រង់ម្ហូបឆ្ងាញ់ខ្លាំងខ្ញុំបានមួយថ្ងៃ3-4ពេលខ្ញុំហូប3-4ពេលខ្ញុំថាអត់ដែរប៉ះម្ហូបខ្ញុំអត់ចូលចិត្តទេខ្ញុំត្រូវម្ហូបគេមកខ្ញុំត្រូវម្ហូបគេខ្លាំងខ្ញុំឲ្យ9/10ហើយឥឡូវទី3ចូលស្រុកខ្មែរលើកនេះខ្ញុំបានទៅកោះរ៉ុង resort you and me នៅកោះរ៉ុងអូយបងប្អូនស្អាតខ្លាំងទាំងដីខ្សាច់សមែនតែនទាំងទឹកសមុទ្រទាំងខៀវថ្លាស្អាតខ្លាំងបងប្អូនហើយខ្ញុំថាទេសភាពស្រុកខ្មែរវា10/10នៅកន្លែងខ្ញុំទៅប្រជាជនរាល់ដងបងប្អូនជួបសិតតែមនុស្សល្អរស់រាយខ្លាំងបេះដូងធំសិតតែមនុស្សធ្វើល្អឲ្យខ្ញុំផងខ្ញុំដើរតាណាក៏ជួបមនុស្សល្អធ្វើល្អដាក់ខ្ញុំប្រជាជនខ្ញុំឲ្យ10/10ហើយម្ហូបបាញ់